បងប្អូនគួរតែបែងចែក page សម្រាប់រកលុយផ្សេង page សម្រាប់លក់ផលិតផលផ្សេងអញ្ចឹងសម្រាប់ការអាប់ដេតថ្មីក្នុងឆ្នាំ2026នេះគឺឃើញថា Facebook អាប់ដេតខ្លាំងមែនទេបងប្អូនដែលមានបងប្អូនយើងជាច្រើនធ្វើវីដេអូទៅជាប់មានបញ្ហាច្រើនសម្រាប់បងប្អូនដែលគាត់រកលុយនិងលក់ផលិតផលអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំចង់ណែនាំបងប្អូនដែលគាត់កំពុងតែរកលុយជាមួយនឹង Facebook បងប្អូនគួរតែបែងចែកឲ្យដាច់ page ណាសម្រាប់រកលុយ page ណាសម្រាប់លក់ផលិតផលព្រោះពាក់ព័ន្ធជាមួយនឹងក្នុងពេលបច្ចុប្បន្ននេះ Facebook វាចាប់ខ្លាំងទៅលើការដែលយើងផុសលក់ផលិតផលទៅលើ page ដែលកំពុងតែរកលុយឬក៏យើងដាក់ sponsor ទៅលើវីដេអូ page ដែលកំពុងតែរកលុយដែលធ្វើឲ្យ page យើងនឹងមានបញ្ហាអញ្ចឹងណាបាទអញ្ចឹងសម្រាប់បងប្អូនដែលមាន page ដែលកំពុងតែរកលុយបងប្អូនគួរតែកុំដាក់ជាមួយនឹងការ sponsor ទៅលើផលិតផលផ្សេងៗឬ brand ផ្សេងៗឬការលក់ដូរនៅលើ page ដែលយើងកំពុងរកលុយអញ្ចឹងបងប្អូនគួរតែបែងចែក page ណាសម្រាប់រកលុយ page ណាសម្រាប់លក់ផលិតផលសម្រាប់បងប្អូនដែលគាត់ជាអ្នកលក់ផលិតផលបងប្អូនគួរតែបែងចែក page មួយសម្រាប់លក់ផលិតផលអញ្ចឹងណាបាទមានន័យថាយើង build page មួយសម្រាប់យើងលក់តែផលិតផលទៅយើងកុំយកវាមករកលុយដោយសារអីពាក់ព័ន្ធជាមួយនឹងការរកលុយក្នុងពេលបច្ចុប្បន្នហ្នឹងគឺវារឹតបន្តឹងខ្លាំងទៅលើ page ដែលផុសលក់ជាមួយនឹងផលិតផលឬដាក់ sponsor អញ្ចឹងណាបាទអូខេអញ្ចឹងសម្រាប់វីដេអូនេះសង្ឃឹមថាវាជាចំណេះដឹងមួយដល់បងប្អូនសម្រាប់បងប្អូនដែលចូលចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផងដោយសារអីមានបងប្អូនជាច្រើនដែលគាត់តាមបាន page ខ្ញុំតែគាត់មិនទាន់បាន follow page របស់ខ្ញុំទេអរគុណច្រើន